នេះបងប្អូនស្លាមនេះតែបងប្អូនសួរថាខូចអីរហូតហ្នឹងកុំឲ្យខ្ញុំនិយាយវែងឆ្ងាយពេកឥឡូវខ្ញុំប្រាប់បងប្អូនកាត់ដែលវាញាក់ថាដាក់លេខញាក់ដាក់អីហ្នឹងវាឆាទៅស្រួលហ្នឹងណាឡានហ្នឹងដោយសារតែដាក់ scan វាអត់ស្គាល់ប៉ុន្តែដោយសារតែម៉ាស៊ីនទី1ទី2ទី3ទី4បើធម្មតាបើសិនយើងដាក់ scan ទៅមកថាម៉ាស៊ីនទី1វាញាក់ឆាស្រួលអញ្ចឹងក្នុង scan វាលោតលេខអីវាលោតលេខ1លេខ2អញ្ចឹងហើយវាលោតលេខអត់ស្មើប៉ុន្តែឡាននេះយើងដាក់ scan ទៅdata ម៉ាស៊ីនគឺលោតលេខ0ទាំងអស់ស្មើទាំងអស់ដល់យើងដកប៊ូស៊ីមើលដកខ្សែប៊ូស៊ីមើលក៏វាអត់លោតឲ្យដែរដោយសារតែវានេះអត់មានខាំសាបនេះនោះខាំសាបឥឡូវខ្ញុំដាក់នោះកាយដាក់នោះដោយសារតែឡាននេះគេធ្លាប់ពីមុនមកគេធ្លាប់រើក្បាលកន្លះឲ្យដូរក្បាលកន្លះដាក់ក្បាលកន្លះពួកអាហារពួកអាកម្មឌីស្វិតហ្នឹងពួកអាហារពួកអាកម្មឌីស្វិតអត់មាននេះទេអត់មានកន្លែងដាក់ចាប់ខាំសាបទេអញ្ចឹងទៅវាអត់មានខាំសាបចឹងដូចវាចោលចាំមិនន័យថាវាអត់ដោតដូចខាំសាបចឹងវាអត់លូតទិន្នន័យឲ្យទិន្នន័យម៉ាស៊ីនវាអត់លូតឲ្យទេតោះតែខ្ញុំធ្វើជើងម៉ាស៊ីនធ្វើជើងជើងខាំសាបហ្នឹងចាប់ខាំសាបចូលឲ្យបើខ្ញុំដាក់ដោត scan ឲ្យបានវាលូតទិន្នន័យឲ្យអញ្ចឹងទិន្នន័យវាលូតម៉ាស៊ីននេះទី2ទី3ហ្នឹងអត់ឆេះហ្មងមើលមកអត់ឆេះដែរឆេះអត់ស្រួលឆេះពាក់កណ្ដាលអញ្ចឹងធ្វើឲ្យវាញាក់អញ្ចឹងដល់ពេលយើងដាក់ scan ទៅវាអត់លូតឲ្យយើងអត់ដឹងថាម៉ាស៊ីនទីម៉ានេះដល់ពេលយើងធ្វើដាក់ខាំសាបឲ្យវាដាក់ scan ទៅវាលូត data លូតទិន្នន័យឲ្យដល់ពេលវាលូតទី2ទី3អញ្ចឹងយើងស្រួលឆែកមើលទី2ទី3ហ្នឹងឆែកមើលយើងដូរប៊ូស៊ីដូរម៉ូប៊ីនដូរប៊ិចត្រឡប់ប៊ិចដូរឲ្យអស់ឲ្យវានៅអញ្ចឹងទៀតអញ្ចឹងយើងសន្និដ្ឋានថាវាទី2ទី3ហ្នឹងអាចនឹងឆ្លងរងកន្លះហើយតែអញ្ចឹងយើងអត់ទាន់ធ្វើដល់ឆ្លងរងកន្លះទេអត់ដល់ដូររងកន្លះទេចាក់ច្បាប់ទៅដល់ពេលចាក់ច្បាប់ទៅវាកាលច្បាប់ឡានហ្នឹងអញ្ចឹងបញ្ហាកាលច្បាប់ទៅខ្ញុំធ្វើច្បាប់ហើយវាលេង IAM ស្មើឆេះស្មើហ្មងហើយកុំភ្លេចជួយ like share follow page អ្នកមួយផងដើម្បីបានវីដេអូល្អៗថ្ងៃក្រោយ